ហើយទីបំផុតអ្នកវិទ្យាសាស្ត្រអាចផលិតបាននៅរឿងមនុស្សពេញពីងវគ្គ4បានទេហើយនេះជាលើកទី1ដែលយើងមកអង្គុយមើលរឿងមនុស្សពេញពីងវគ្គ4បើសិនយើងកលេចមើលរឿងចាស់ចាស់វិញដូចតួធំមីមកខ្វែនេះចេញបាន3រឿងគេប្រងចេញវគ្គ4នេះគេប្រកាសថ្ងៃទៀតដល់គេផ្សាយចោលខ្ញុំមិនដឹងមានការឡើងទេកុំអីត្រូវបានមកអង្គុយមើល Vulture ក្នុងវគ្គ4ហ្នឹងបាទយើងមាន The Amazing Spider-Man នេះចេញបាន2វគ្គអាវគ្គ2គុណភាពសម្បើមខ្លាំងមែនទែនហ្មងអញ្ចឹងគេផ្សាយវគ្គ3ចោលបាត់ទៅបាទអញ្ចឹងយើងចូលមកកាន់វគ្គ4អាសេរីក្រោយនេះគឺខ្ញុំគិតថាជារឿងមួយរបស់ Marvel ដែលនៅតែរក្សាគុណភាពវាអត់ដាំក្បាលចោលដូចរបស់ផ្សេងទៀតហើយបើសិនយើងអត់ដឹងនេះគឺជារឿងមួយដែលគេដូរ director បាទ3រឿងមុន director ផ្សេងហើយអាវគ្គ4នេះគឺគេយកអ្នកដឹកនាំរឿង Shang-Chi មកហើយយើងក៏លឺប៉ុណ្ណឹងយើងដឹងថារឿងហ្នឹងគេថតលុយកន្លែងបាយនេះអែមហើយខ្ញុំចូលទៅឆែកមើលក្រុមការងារដែលរៀបចំមកកន្លែងឈុតឆាកហក់លោតកវីកវត្តហ្នឹងគឺជាក្រុមរបស់លោកចេកគីច័ន្ទយើងហៅថាឈិនឡុងហ្នឹងបាទហើយសម្រាប់លោកឈិនឡុងហ្នឹងគាត់ទៅកន្លែងថតនឹងផ្ទាល់ដែរបាទតែមើលផ្ទាល់ទៀតអញ្ចឹងកន្លែងវាយគ្នាកន្លែងហក់លោតមួយមើលមកមានលក្ខណៈធម្មជាតិដោយសារគេប្រើមនុស្សមែនតែជាងប្រើរូបកុំព្យូទ័រមកទាំងដុលហើយបើក្បាលវីដេអូមកនិយាយឲ្យហើយមកថានេះគឺជាវីដេអូដែលខ្ញុំនឹងបង្ហើបសាច់រឿងមកទាំងដុលមកហើយមិនសល់កលុកកលៀតណាទេអញ្ចឹងបើអត់មើលទេចូលទៅមើលទៅលើកលែងយើងអត់ខ្វល់មើលសាច់រឿងសោះហ្មងយើងមិនមែនជាប្រិមិត្ត Spider-Man អូខេយើងមើលវីដេអូហើយយើងចាប់ដើមជាមួយនឹងរបស់មួយដែលអត់សំខាន់សោះហ្មងគឺ poster បាទតែវាសំខាន់សម្រាប់ខ្ញុំឲ្យតម្លៃលើរឿងណាដែលមាន poster ស្អាតគេគូគេកាត់មើលឃើញមកគួរឲ្យចង់មើលហើយចំពោះនេះខ្ញុំគាត់ថាគ្រាន់បើជាង3រឿងមុន poster មកអត់យល់ទេរឿងនេះធ្វើមកគេមាន style គេមានរបៀបរបបវាគួរឲ្យចង់មើលហើយយើងមានចំណងជើង brand new day នៅថ្ងៃថ្មីអញ្ចឹងគេប្រើអារបៀបពលឺព្រះអាទិត្យរះមកចេញពលឺពណ៌លឿងបាញ់ផ្លាតមកអញ្ចឹងដល់ខ្ញុំនឹកឃើញនៅគេអត់ poster រឿងសេរីចាស់ស្តៀងគ្នាអញ្ចឹងហើយនេះមិនមែនគ្រាន់តែជាចំណុចមួយដែលធ្វើឲ្យយើងរំលឹកទៅដល់រឿងចាស់ទេមកក្នុងរឿងទាំងមូលហ្នឹងគឺយើងអង្គុយមើលគឺយើងចូលដៃច្អល់កន្លែងហ្នឹងក្នុងរឿងមុនកន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថា director ក្នុងវគ្គនេះគឺមិនមែនធ្វើរឿងឲ្យតែបានតាមកំណត់របស់គាត់ទេប៉ុន្តែខ្ញុំគាត់ថាគាត់ទៅអង្គុយមើលរឿងសេរីចាស់ហើយគាត់ទៅខ្វះកំណត់ពីក្នុងអវគ្គមុនយកមកញុកចូលក្នុងរឿងរបស់គាត់យើងបើកក្បាលមកយើងមានកន្លែងឈុតឆាក Spider-Man លោតពីលើអាគារខ្ពស់នៃចុះមកក្រោមឯកាមេរ៉ាថតពីក្រោយខ្នងនឹកឃើញដល់ពេលបើកក្បាល The Amazing Spider-Man វគ្គ2យើងមានកន្លែងវាយគ្នាជាមួយពួក Ninja ក្នុងគុកហើយកន្លែងហ្នឹងខ្ញុំក៏ឃើញភ្លាមនឹកឃើញថា Spider-Man វគ្គ1វាយគ្នាមួយអ្នកវាយកន្លាកាសក្នុងធុងហើយសំខាន់ទុំលើយ៉ាងក្បាច់ដូចគ្នាយ៉ាងទៀតយើងមានកន្លែង Spider-Man រៀនបាញ់សបុកពីងពីងនៅក្នុងវគ្គ1យើងមានកន្លែងវាយគ្នានៅសាលាយើងមិនឃើញ Spider-Man ស្លឹងមើលដៃប៉ែនអូវាយទៅគាត់ថាគេដូរពីដៃគេទៅផ្កាយគប់មកកាត់មុខហ្នឹងទៅយើងមានកន្លែង Spider-Man ស្លឹងឃើញមនុស្សអ្នកទាំងអស់នេះស្រឡាញ់ខ្ញុំដូចក្នុង Spider-Man វគ្គ3យើងមានសង្សាររបស់ Spider-Man មានប្រុសផ្សេងដូចក្នុងវគ្គ2ហើយក្នុងសាច់រឿងនេះយើងមិនមាន Spider-Man បានថាមពលថ្មីទៅអាអកម៉ូនពីងពីងនោះវាធ្វើឲ្យប្រែប្រួលរាងកាយវាធ្វើឲ្យ Spider-Man បាត់បង់ការគ្រប់គ្រងខ្លួនឯងទៅមិនធ្វើនៅទង្វើដែលមិនសូវល្អកន្លែងខ្ញុំនឹកឃើញនៅ Spider-Man វគ្គ3ខ្ញុំនិយាយមែនណាយើងមាន Spider-Man នៅក្នុងវគ្គនេះបានថាមពលថ្មីខ្លាំងជាងមុនខ្ញុំសម័យដល់ពេលតិចទៀតគេប្រងធ្វើសាច់រឿងកៅខ្មៅ Spider-Man នឹងខ្លាំងដល់កម្រិតណាបើឥឡូវនឹងខ្លាំងប៉ុណ្្នឹងហ្នឹងយើងមានឈុតឆាកបាញ់សបុកឆ្លងពីកន្លែងមួយទៅកន្លែងមួយគេថតរបៀប first person ចេញពីភ្នែក Spider-Man មកដូចក្នុង The Amazing Spider-Man វគ្គ1ហើយជាមួយនឹងរបស់ Magneto ដែលខ្ញុំខ្វះមិនទាន់អស់អញ្ចឹងយើងគ្រាន់តែមើលប៉ុណ្ណឹងយើងដឹងថានេះគឺជារឿងមួយដែលគេផលិតមកមិនមែនធ្វើឲ្យរួចពីដៃទេយើងឃើញពីការខិតខំរបស់ director អ្នកសរសេរអ្នករៀបចំទាំងអស់ហ្នឹងគឺគេយល់ពី Spider-Man ហើយដែលយើងឃើញក្នុង trailer អញ្ចឹងគេមិនដាក់តែ Spider-Man ចូលទេយើងមានតួអង្គពីក្នុងពិភព Marvel មកស្អីខ្លះដែរយើងមាន The Punisher យើងមាន The Hulk អញ្ចឹងចាប់ដាំដំបូងជាមួយ The Punisher ខ្ញុំគាត់ថានេះគឺជាជំរឿដែលត្រូវមួយដែលគេយកតួអង្គហ្នឹងមកដើរជាមួយ Spider-Man ដោយសារយើងមានមនុស្ស2នាក់ដែលមានចរិតខុសគ្នាហើយ2នាក់ហ្នឹងគឺវាប្រឆាំងគ្នារហូតវាត្រូវគ្នាទេដោយសារគំនិតវាខុសគ្នារហូតហ្មងយើងមាន Spider-Man ទៅទេយើងមិនត្រូវសម្លាប់មនុស្សទេហើយបន្ទាប់ពីអាប៉ែនោះអត់ឲ្យអញធ្វើតាមក្បាលវល់របស់អញខ្វល់ណាស្ដាប់អញទៅបាញ់ចាញ់បាត់នឹងចោលបាញ់ស្ទះក្បាលមកកុំតអត់មានកំភ្លើងហ៎កុំតអត់មានកំភ្លើងហ៎កុំបាញ់ក្បាលឲ្យចោលដូចមកកូនពិចារយេខ្វល់អូនអាចុយមរាយដល់យើងបង្កើតនៅតំណងដែលពេលខ្លះវាជារបស់ដែលល្អសោចមួយនៅលើអេក្រង់គួយមើលពួកនឹងឆ្លោះគ្នារហូតហើយបន្ទាប់មកគឺយើងមាន The Hulk ខ្ញុំគាត់ថា The Hulk គឺជាតួអង្គដែលអណោចធំបំផុតរបស់ពិភព Marvel ដោយសារតួអង្គហ្នឹងបើសិនយើងធ្លាប់តែមើលក្នុងតុក្កតាបើសិនយើងធ្លាប់អានសភៅគឺ The Hulk ជាតួអង្គមួយដែលខ្លាំងដែលសាហាវមួយមិនមែនធម្មតាតួអង្គកប៉ែលែណានៅក្នុងពិភព Marvel Hulk គឺជាតួអង្គធ្វើបើកខ្សាច់របស់ Thanos ហើយផុតពីហ្នឹងមកខ្លាយទៅជា
និយាយចាំផុតពីហ្នឹងមកលែងមានដហកបណ្ដោយផុតពីហ្នឹងមកយើងមានដហកកូនកាត់បើនិយាយស្រួលយល់ដូចតួអង្គការពីមុនជាឆ្កែចោអញ្ចឹងដល់ពេលឥឡូវវិវត្តមកជាឆ្កែជីវ៉ាវ៉ាហ្នឹងវិញអញ្ចឹងដហកគឺជាតួអង្គមួយដែលកំសត់ហ្នឹងនិយាយមែនប៉ុន្តែទីបំផុតគឺគេបញ្ចូលនៅតួអង្គចិត្តអាក្រក់ថ្មីនេះដែលគេអាចយកអាហកសេនមកវិញបានណាហើយខ្ញុំសប្បាយចិត្តដែលគេធ្វើអញ្ចឹងដោយសារទីបំផុតដហកមកវិញហើយខ្ញុំចាំមើលដហកនៅក្នុង Avenger វគ្គក្រោយដោយសារខ្ញុំអត់ចង់អង្គុយមើលដហកដហកកូនកាត់មិនរឿងទៀតអញខ្វើជិះហើយសាច់រឿងនៅក្នុងវគ្គនេះគេបង្ហាញពី Peter Parker ឲ្យ Doctor Strange ដាក់វេទមន្តទៅដើម្បីឲ្យមនុស្សទាំងអស់បំភ្លេចខ្លួនឯងអញ្ចឹងលទ្ធផលដែលកើតឡើងមកគឺនៅក្នុងវគ្គនេះយើងអង្គុយមើល Peter Parker នៅតែឯងអត់មានណាគេអត់មានមិត្តភ័ក្តិអត់មាននិយាយចំនេះគឺតំងតម៉ោតែឯងហ្មងហើយជាសាច់រឿងមួយដែលគេធ្វើមកគេផ្ទុយពីវគ្គ2យើងមាន Spider-Man វគ្គ2អា2004ហ្នឹងយើងមានសាច់រឿង Peter Parker បោះបង់នៅ Spider-Man ចោលដោយសារជីវិតចាប់ដាំក្បាលអញ្ចឹងក៏គាត់ថាខ្ញុំលែងចង់ធ្វើ Spider-Man ទៀតហើយបន្ទាប់មកយើងមានសាច់រឿងនេះយើងមាន Spider-Man ដែលបោះបង់ Peter Parker ចោលអញ្ចឹងបាត់ Peter Parker គឺជាឈ្មោះមួយដែលលែងមានសូម្បីតែគេសួរថាឯងឈ្មោះគេខ្ញុំឈ្មោះអាណាអីហ្នឹងទៅអត់មានឈ្មោះ Peter Parker មកទៀតទេបោះបង់អត្តសញ្ញាណចោលអស់លេងអត់មានស្អីទាំងអស់នៅក្នុងខ្លួនគឺមានតែ Spider-Man ដល់អញ្ចឹងវាបង្កើតទៅជាអាលក្ខណៈបកគៀវកាច់មួយដែលធ្វើឲ្យតួអង្គហ្នឹងអត់ដឹងថាខ្លួនឯងជាណាគេនេះគឺជាសាច់រឿងមួយដែលបង្ហាញពីតួឯករបស់យើងព្យាយាមស្វែងរកខ្លួនឯងខ្ញុំអង្គុយមើលសាច់រឿងកន្លែងនេះខ្ញុំនឹកឃើញទៅដល់ការជំនាន់ខ្ញុំមើល Avatar The Last Airbender យើងមានសាច់រឿងរបស់ Zuko ដែលជាព្រះរាជបុត្រមួយគេបខំឲ្យមកតាមចាប់ Avatar ទៅបើជាចិត្តខ្លួនឯងចង់ធ្វើល្អក៏ដោយតែត្រូវបខំចិត្តធ្វើអំពើអាក្រក់រហូតដល់បាត់បង់ខ្លួនឯងលែងដឹងណាខ្លួនឯងជាណាគេរហូតដល់កើតជំងឺលមួកពើប្រកាច់ប្រកិនវិញអញ្ចឹងសាច់រឿងវាស្តៀងគ្នាគាត់ថាលើកនេះ Spider-Man បានថាមពលថ្មីយើងមាន Peter Parker មានអុកម៉ូនពីងពីងនៅក្នុងខ្លួនវារិចដោះដាទៅវាប្រងលេបតបាក់ Peter Parker នៅសល់តែ Spider-Man ហើយហ្នឹងសាច់រឿងហ្នឹងក៏បានថាមពលថ្មីមានញៀនខ្លាំងជាងមុនមានសតិលឿនជាងមុនអីចឹងទៅបាញ់សបុកពីងពីងមែនតែនចេញពីដៃមកគេចុយខ្ញុំមិនដែរចាប់អារម្មណ៍ថាសបុកពីងពីងតែចេញពីដៃមើលមកវាចេញទឹកពណ៌សខាប់ចឹងហើយគំនិតដែលគេលើកមកនៅក្នុងហ្នឹងគឺគេឲ្យយើងត្រូវមានតំណែងតំណងមួយគេត្រូវមានមិត្តភ័ក្តិមានអ្នកដែលអាចជួយយើងបានកុំឲ្យនៅតំងតំោចតែឯងហើយសាច់យើងវាត្រូវគ្នាជាមួយនឹងតួអង្គចិត្តអាក្រក់យើងមានម្នាក់ស្រីនោះខ្ញុំនិយាយមែនណាបញ្ហាដ៏ធំបំផុតនៅក្នុងហ្នឹងសម្រាប់ខ្ញុំគឺតួអង្គចិត្តអាក្រក់ដោយសារបើសិនជាគេយកតួអង្គឈ្មោះផ្សេងមកអត់អីមិនតែសំខាន់គេយក Jean Grey ពីក្នុង X-Men មកចុយឈប់សិនខ្ញុំនិយាយមែនណាខ្ញុំអត់នឹកស្មានថាគេយក Jean Grey មកធ្វើតួអង្គចិត្តអាក្រក់នៅក្នុងនេះដោយសារជាតួអង្គសំខាន់មួយរបស់ X-Men ហើយទីបំផុត X-Men មានវត្តមានក្នុងពិភព Marvel មកតហឹងមកលើកនេះហើយបញ្ហារងតែទង្វើរបស់ Jean Grey នៅក្នុងរឿងនេះគឺអាក្រក់មកតហឹងហ្មងខ្ញុំអង្គុយមើលនឹងចប់ហើយគឺខ្ញុំអត់ជឿមកថានេះគឺជា Jean Grey ដែលខ្លាយទៅជាសមាជិកក្រុម X-Men នៅពេលអនាគតខ្ញុំសង្ឃឹមថាអត់អញ្ចឹងខ្ញុំសង្ឃឹមថានេះគ្រាន់តែជាតួអង្គមួយដែលគេប្រើតែម្ដងគេក្បត់ចោលដោយសារគេប្រងធ្វើ X-Men ខ្ញុំមិនដឹងទេតួណាគេមកខ្លះទេបើតាមខ្ញុំចូលទៅឆែកមើល Jean Grey ធ្វើជាតួអង្គចិត្តអាក្រក់មិនដែរគ្រាន់តែចិត្តអាក្រក់ពេលដែលបានធម្មពលរបស់ Phoenix មិនដែរមិនមែនចិត្តអាក្រក់ក្នុងទម្រង់ក្នុងរឿងនេះទេបាទមើលយើងកន្លែងទៅមើលទង្វើដែលគាត់ធ្វើមករឿងទាំងមូលហ្នឹងគឺគាត់ចូលទៅសន្ធិដ្ឋលើខ្លួនគេយកមនុស្សចូលក្នុងឡានទៅជីបុករះតាមផ្លូវហើយជីតបុកអាគារនោះដាក់កបាយបំផ្ទុះអាគារហ្នឹងចោលទៀតដើម្បីតាមរកមើលរបស់មួយហើយបន្ទាប់មកគាត់ក៏បានទៅសន្ធិដ្ឋលើខ្លួនមិត្តស្រីរបស់ Peter Parker ហ្នឹងហើយសំដែងធ្វើជាដូចស្គាល់គ្នាអូខ្ញុំចងចាំយើងតាកាលពីមុនខ្ញុំស្គាល់ឲ្យ Peter Parker ណាគេបឺតមាត់គ្នាទៅដល់បន្ទាប់មកធ្វើចរិតហែងអោបនាងទៅណាហែងថាបនាងទៅណាពិតជាកំសត់ណាស់អូ Spider-Man មិនបានអញ្ចឹងនេះគឺជាទង្វើមួយដែលខ្ញុំសឹងមិនជឿចុយជីនក្រេអាក្រក់មិនក្នុងហ្នឹងហើយបើសិនប្រាប់ខ្ញុំណាតួអង្គហ្នឹងគឺអា The Flash ពណ៌លឿងអាហ្នឹងខ្ញុំជឿអាហ្នឹងអាក្រក់ជាងមែនអាហ្នឹងវាចូលលក្ខណៈសកម្មភាពទង្វើសតិអារម្មណ៍អាហ្នឹងអាហ្នឹងចូលលក្ខណៈបែកមែនតើហ្មងបានធ្វើទង្វើចឹងចេញមកកើតហើយទៅសន្ធិដ្ឋលើខ្លួន Bruce Banner បញ្ចេញ The Hulk មកវិញហើយចុងក្រោយគេបញ្ជូន Bruce Banner ទៅមន្ទីរឃុំឃាំងផ្លូវចិត្តហើយយើងមានកតុយរឿងឃុំមនុស្ស1គីឡូដីជុំវិញកន្លែងហ្នឹងហើយនៅជាប់គាំងនៅមួយកន្លែងហើយម៉ារ៉ាណាគេពងជិះម៉ូតូជាប់គាំងធ្លាក់ទៅលើម៉ូតូបាក់កងងាប់ហ្នឹងមើលនិយាយថាបើចំនួនមនុស្សងាប់1គីឡូដីជុំវិញហ្នឹងនឹងម៉ាអ្នកទេហើយសំខាន់រឿងហ្នឹងព្យាយាមឲ្យអ្នកមើលយល់ពីតួអង្គចិត្តអាក្រក់ហ្នឹងគេបង្ហាញប្រវត្តិពីមុនមកឃើញគាត់ត្រូវបានគេធ្វើបាបចេះមួយទៅដែលធ្វើឲ្យគាត់អាក្រក់អញ្ចឹងប៉ុន្តែពេលខ្លះទង្វើដែលគាត់ធ្វើនោះវាអាក្រក់ជ្រុល
ហើយខ្ញុំអត់អាចស្រឡឹងឃើញតួអង្គអនាគតទៅធ្វើជាវីរៈបុរសកើតទេបើសិនប្រាប់ខ្ញុំថា Homelander ធ្វើទង្វើចឹងបានអានឹងខ្ញុំជឿមិនដែរបើប្រាប់ខ្ញុំថា Jean Grey អាហ្នឹងដូចយើងបាក់ជឿអើយចង់បើថាម្នាក់ស្រីនេះគឺអត់មានមកត្រូវចូលក្នុងសាលារបស់ Professor X ទេគឺត្រូវដកថាមពលចេញបញ្ជូនចូលក្នុងគុកបាទបើសិនបានធ្វើជាសមាជិក X-Men តតែឲ្យ Professor X លៀងខួរក្បាលចេញអស់ហើយយើងមានសាច់រឿងស្នេហារបស់ Spider-Man ហ្នឹងយើងមាន MJ ប្រាប់ថាខ្ញុំអត់ស្គាល់ហើយបងថ្ងៃណាគេអត់ដែលស្គាល់ពីមុនមកទេបាទខ្ញុំអត់ឆ្លាញ់យើងទេខ្ញុំគាត់ថានេះគឺជារបស់ដែលល្អមួយដោយសារនេះគឺជាឱកាសមួយដែលឲ្យ Peter Parker បានស្គាល់តួអង្គផ្សេងទៀតបានស្គាល់ Gwen បានស្គាល់ Black Cat បានស្គាល់អីទៀតដែលជាដៃគូស្នេហ៍របស់ខ្លួនឯងនៅពេលអនាគតទៀតខ្ញុំអត់ចង់ឲ្យនៅជាប់មួយម្នាក់ស្រីនឹងរហូតទេមានចំណុចមួយទៀតខ្ញុំភ្លេចនិយាយយើងមានតួអង្គចរិតអាក្រក់មួយទៀតគឺ Scorpion ដែលគេប្រហើបនៅក្នុង credit scene តាមពីក្នុង Homecoming ទីបំផុតប្រហែលឆ្នាំហើយរឿងនេះចេញតាំងជំនាន់ដែរមកដល់ឥឡូវតុំតែមានមុខតួអង្គបាទយើងមាន Wasp ពីក្នុង Far Cry 3ដើរតួធ្វើ Scorpion បាទចេញមុខលើកញ្ចក់ឲ្យទិញពុតអញ្ចឹងសរុបមកវិញខ្ញុំគាត់ថានេះគឺជារឿងមួយដែលគេធ្វើបានល្អគេថតស្អាតកន្លែងវាយគ្នាគេធ្វើលយមានតែកន្លែងវាយគ្នាជាមួយ The Hulk នោះអត់កាត់កាមេរ៉ាណាថតមករហូត Spider-Man រត់ចេញពី The Hulk កវីកវត្តពីនៅកាមេរ៉ាបវល់ចុះបវល់ឡើងតាមហ្នឹងទៅអាកន្លែងវាយគ្នាជាមួយអាពួក Ninja ពណ៌ក្រហមក្នុងគុកនោះបវល់កាមេរ៉ាក្លាប់កាប់ស្ងាវិញហ្នឹងជារឿងដែលគេថតបានច្នៃប្រឌិតមែនទែនអាកន្លែងវាយគ្នាជាមួយអាពួក Ninja ហ្នឹងលយមិនតែខ្ញុំរំពឹងលើសពីហ្នឹងដោយសារយើងអង្គុយមើលហ្នឹងយើងឃើញថាអូគាត់បានថាមពលថ្មីគេ set up តាំងពីក្បាលរឿងមកមែន Peter Parker ចាប់ដើមគ្រាវកាច់ចាប់ដើមបែកបានថាមពលហ្នឹងមកហ្នឹងខ្ញុំរំពឹងថាយើងបានឃើញអាថាមពលនៅបានច្រើនជាងហ្នឹងយើងបានឃើញមិនទីនៅកតុយរឿងកន្លែងវាយគ្នាបានមួយឈុតអូខេគាត់គ្រប់គ្រងថាមពលគាត់បានហើយគាត់យកដៃផ្គុំណាបាញ់សបុកចាយពេញហ្នឹងទៅមានតែកន្លែងហ្នឹងមួយខ្ញុំរំពឹងថា Spider-Man គាត់ប្រើអាថាមពលដើម្បីប្រយុទ្ធជាមួយនឹង Jean Grey ទោះបីឈ្នះក៏ដោយចាញ់ក៏ដោយក៏អត់បញ្ហាតែខ្ញុំចង់ឃើញអារបស់ហ្នឹងបានច្រើនជាងហ្នឹងយើងមានការសរសេរសាច់រឿងមួយដែលគេយកអានមេមកធ្វើជាអ្នកដែលមកជួយនិយាយផ្ដល់ទឹកចិត្តផ្ដល់ភាពកក់ក្ដៅមកឲ្យតួអង្គចិត្តអាក្រក់ឲ្យគាត់ផ្លាស់ប្ដូរគំនិតរបស់គាត់ខ្ញុំគិតថាកន្លែងហ្នឹងគឺឆ្លាតហើយយើងមាន credit scene មួយដែលគេប្រហើបថាមាន Spider-Man មួយទៀតចូលមកក្នុងពិភព Marvel ខ្ញុំមានអារម្មណ៍ថាកន្លែងហ្នឹងគេអាច set up Avenger Doomsday ឬមិនអញ្ចឹងយោងទៅតាមការសិក្សាស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រយើងបាយថា Spider-Man ថ្ងៃថ្មីគឺមានកម្ដៅ90អង្សាបើសិនសួរខ្ញុំឥឡូវហ្នឹងខ្ញុំនៅតែចូលចិត្ត Spider-Man វគ្គ2ដែលជារឿង Spider-Man ល្អជាងគេបំផុតបាទមកដល់ឥឡូវហ្នឹងគឺអត់មានរឿងណាមកដាក់ក្បែរក្នុងបានទេបាទអញ្ចឹងយើងមានប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយបាយ